chả hay miền bông ôn của man đẹp này nhóm miền bong ôn bay nè bong chả hay trong cua sa dưỡng ôn chỉ câu nè nơi tí nào đây nhóm cứ nơi bay như bằng câu tivi bằng nào bong bụng đa dưỡng cònประกอบระบอยได้ lụa đồ thòng đà bong ចាបច្ជាល្អមែនទែនចាដំបងឡើយមានការហាមឃាត់ក៏ពិតមែនប៉ុន្តែយើងទទួលបានភាពជោគជ័យជាបណ្ដាសប្ងៃក៏ហាមឃាត់ដែរបងឥឡូវនឹងហាមឃាត់ទៀតចាអត់ចង់ឲ្យវាយទៀតអត់ចង់បងទោះបីជាឃើញកូនល្បីប៉ុណ្ណឹងហើយក៏ដោយបាទគឺយើងទៅកាលមុនទាំងឪពុកទាំងម្ដាយគាត់ហាមឃាត់ទាំងពីរតែឥឡូវឪពុកគាត់រៀងបើកចិត្តទទួលយកបន្តិចម្ដងដោយសារទោះឥឡូវហ្នឹងក៏គាត់អត់ចង់ឲ្យវាយដែរទាំងពីរដោយសារវាឈឺសាច់គាត់ខ្លាចឲ្យបែកបាក់នៅអ្វីមួយចឹងណាបងចាពីព្រោះអីជឿជាក់ថាគាត់ធ្លាប់ឃើញអ្នកបដាលយើងមួយចំនួនខ្លះទៅគាត់អាចធ្លាក់ខ្លួនមានបញ្ហាណាមួយដែលមិនអាចធ្វើការប្រកួតដល់មួយជីវិតព្រោះអីយើងមើលអត់ឃើញកីឡាបាទប៉ុន្តែយ៉ាងណាក៏ដោយនៅពេលដែលយើងចាប់ផ្ដើមវឹកហាត់នៅក្លឹបរបស់លោកគ្រូហ៊ុនច័ន្ទរីហើយឃើញថាតាមរយៈរូបភាពដែលបង្ហាញជូនហ្នឹងគឺសប្បាយរីករាយមែនទែនកក់ក្ដៅយ៉ាងណាដែរមានភាពកក់ក្ដៅយ៉ាងខ្លាំងបងដូចយើងទៅគឺផ្ទះទី2របស់ខ្ញុំនៅក្លឹបលោកគ្រូហ៊ុនច័ន្ទរីហើយគឺមានបងនិងបងប្អូនដែលហាត់ជាមួយគ្នាគឺហាត់ហត់ក៏សប្បាយអត់ហត់ក៏សប្បាយគឺយើងទៅមានសុខរួមទុកបងគឺយើងថាយើងមិនភ្លេចមិនបានណាបងព្រោះពួកគាត់ដូចបងប្អូនយើងហើយបើលោកគ្រូហ៊ុនច័ន្ទរីវិញគឺប្រៀបដូចឪពុកជាទី2របស់ខ្ញុំចឹងបងបាទដោយសារយើងនៅមួយគាត់តាំងពីក្មេងផងដែរបាទឥឡូវអាយុប្រហែលឆ្នាំហើយខ្ញុំអាយុ18ឆ្នាំ18ឆ្នាំហើយចាអញ្ចឹងកាលខ្ញុំចូលហាត់មួយគាត់អាយុ8ឆ្នាំ8ឆ្នាំហាត់10ឆ្នាំហើយអូចាអញ្ចឹងមកឃើញលោកគ្រូគាត់ប្រហោះថ្ងៃមុនថាគ្រប់ពេញអាយុហើយកូនប្រុសចាអរគុណឃើញថាតាំងតែពីយើងចាប់ប្រឡូកអាជីពជាអ្នកបដាល់ហើយគិតមកដល់មួយរយៈពេលចុងក្រោយនេះទទួលបាននូវភាពជោគជ័យថាតើយើងគិតខ្លួនឯងថាយើងទទួលបានអ្វីខ្លះពីការអាជីពជាអ្នកបដាល់បែបនេះគឺអ្វីដែលយើងទទួលបានធំគឺមុខមាត់ហើយបន្តមកគឺថវិកាដែលយើងបានអំពីការឡើងប្រកួតហើយមានបងប្អូនចូលចិត្តស្រឡាញ់ច្រើនហើយយើងទៅបើនិយាយអាក្រក់ស្ដាប់ហ្មងគឺពេលខ្លះអ្នកភូមិដែលគេធ្លាប់ថាយើងចេះចោះក៏យើងឥឡូវហ្នឹងគឺយើងមានមុខមានមាត់នៅលើសង្វៀនហើយក៏ដូចជាយើងបានទទួលបានស្នាដៃអញ្ចឹងពេលខ្លះអ្នកនៅក្នុងភូមិក៏គាត់អៀនដែរបងបាទដោយសារយើងពីមុនយើងមើលទៅយើងមិនមែនចំជាអ្នកមកប្រកួតអីចឹងណាបងបាទចាជាពិសេសកូនប្រុសទៀតព្រោះសម័យកាលបច្ចុប្បន្នក៏ដូចមិនថាសម័យកាលបច្ចុប្បន្ននេះកន្លងមកក៏ពិតមែនឃើញថាអាណាព្យាបាលតែមានការព្រួយបារម្ភខ្លាចលោកកូនទៅរកផ្លូវខុសប៉ុន្តែយ៉ាងណាក៏ដោយយើងដើរផ្លូវនេះគឺត្រឹមត្រូវហើយទទួលបាននូវភាពជោគជ័យទៀតកម្រងនៅក្នុងឆ្នាំនេះជាបន្តមានដំណឹងថាក្រុងទៅប្រកួតនៅក្រៅប្រទេសដែរទៀតអត់ដូចជាមានច្រើនបងយើងអត់ទាន់ទៅណាអត់ទាន់ដឹងតែគ្រាន់តែយើងមានច្រើនបាទចាសម្រាប់ការប្រកួតយើងមានបន្តប៉ុន្តែដល់ឡែកសម្រាប់ការប្រកួតនៅក្នុងស្រុកវិញឃើញថាទទួលបានភាពជោគជ័យដូចគ្នាជាពិសេសគឺការប្រកួតពានរង្វាន់សម្ដេចបវរធិបតីចាកន្លងមកទទួលបាននៅមេដាយមាសហ្មងចាមេដាយមាសហើយបានពានទៀតចាជាកីឡាករឆ្នើមទៀតហើយទទួលបាននៅម៉ូតូមួយគ្រឿងទៀតយើងទៅគឺគុណចម្រុះដែលគាត់សម្ដេចបវរធិបតីហ៊ុនម៉ាណែតគាត់រៀបឡើងគឺដើម្បីចង់ឲ្យគ្រប់បណ្ដាខេត្តឬខាងកងទ័ពមកប្រមូលផ្ដុំឲ្យបញ្ចេញស្នាដៃអញ្ចឹងគឺយើងកាលនោះយើងវាយច្រើនជុំដែរបងក្នុងមកបានចាបាទប៉ុន្តែនៅពេលដែលបានឲ្យមានមោទនភាពខ្លួនឯងចាមោទនភាពខ្លាំងបងដោយសារកម្មវិធីហ្នឹងកម្មវិធីលើកទី1ផងហើយយើងទៅដែលយើងបញ្ចេញស្នាដៃហើយបញ្ចេញដែលយកវាថាអស្ចារ្យខ្លាំងបងហើយមួយណាបានសម្ដេចបវរធិបតីគាត់គ្រប់គ្រងខ្លាំងជាមួយនឹងកម្មវិធីគុណចម្រុះផងបងចាជាការពិតក្នុងកំឡុងព្រឹត្តិការណ៍ហ្នឹងគឺដើម្បីជាការលើកស្ទួយនៅក្បាច់គុណបុរាណខ្មែរហើយក៏បើកទូលាយឲ្យជនបរទេសចូលរួមប្រកួតដែរចាប៉ុន្តែការហ្នឹងឈ្នះកីឡាករណាខ្លះដែរក្នុងស្រុករបស់យើងក្នុងស្រុកច្រើនបងមានខាងបងកងទ័ពទាហានខាងដូចបងមនសមេតចាខាងបងអ៊ុនស៊ីនួនមានច្រើនបងយកឈ្នះរឿងច្បងទៀតចាចាអញ្ចឹងមិនធម្មតាទេសម្រាប់ការប្រកួតនីមួយចាបើទោះបីជាឪពុកម្ដាយអត់សូវសប្បាយចិត្តក៏ពិតមែនប៉ុន្តែជាតែទៅមុខចាជាតែយកជាជំនះរហូតចាបានន័យថាទទួលបានន័យថាហេងរហូតចាអញ្ចឹងឃើញថាសម្រាប់ការប្រកួតយើងធ្លាប់បានឈ្នះរៀមច្បងទៀតប៉ុន្តែជាគោលដៅរបស់យើងការប្រកួតរបស់យើងចង់បានបែបណាទៀតបានន័យថាកម្រិតអន្តរជាតិឬមកក៏ក្នុងស្រុកយើងចង់ឈ្នះអ្នកណាដែលយើងគិតថាគេខ្លាំងជា idol ទូទាំងប្រទេសតែម្ដងសម្រាប់តែអ្វីខ្ញុំគិតហ្នឹងគឺអ្វីថាទៅថ្ងៃមុខគឺចង់ឈ្នះអ្នកណាគឺយំទៅសម្រាប់ខ្ញុំគឺអត់
អត់ដែរគិតថាចង់ឈ្នះអ្នកនោះឈ្នះអ្នកនេះសំខាន់ថាពួកយើងមានសមត្ថភាពខាងប៉ុស្តិ៍គាត់ពូកងឲ្យជួបខ្ញុំជួបខ្ញុំទៅឲ្យតែការប្រកួតគឺខ្ញុំវាយទាំងអស់បងឲ្យតែមានកម្មវិធីមានអីការប្រកួតចាបញ្ញាឃើញថាដូចជាឆ្នាំមុនណាចាប្រឡងលទ្ធផលយើងទទួលបានយ៉ាងម៉េចដែរគឺធ្លាក់បងចាធ្លាក់តែមានបំណងនៅក្នុងការប្រឡងដាក់ប្រឡងស្វ័យរិនជាបន្តទៀតដែរអត់បាទបងដាក់ចង់ដាក់ស្វ័យរិនហើយក៏រៀនបញ្ញាបត្ររងដែរបងបាទក្នុងកំឡុងពេលហ្នឹងយើងហាត់ផងយើងរៀនផងមានអារម្មណ៍ដូចថាដាក់គោលដៅខ្លួនឯងបែបណាបានជាយើងនៅតែបន្តការសិក្សារហូតដល់បានដល់ថ្នាក់ទី12ដំបូងគឺយើងបែងចែកគ្នាបងបែងចែកម៉ោងហើយបែងចែកចាំពេលវេលាវឹកហាត់ដោយសារយើងគិតទៅបើយើងបកទៅត្រឡប់ទៅក្រោយវិញការដែលបងគឺលោកគ្រូចាស់ដែលគាត់ជាប្រកបអាជីពអ្នកបដាល់អញ្ចឹងយើងដឹងស្រាប់ហើយពេលខ្លះគេមាក់ងាយថាពួកកីឡាករបដាល់អត់ចេះអក្សរឬអត់ចេះទាំងអាននិងអក្សរឲ្យដាច់ផងអញ្ចឹងយើងគិតពីនឹងហើយយើងត្រឡប់មកដល់យើងវិញគឺសម័យយើងគឺសម័យទំនើបសម័យជឿនលឿនអញ្ចឹងយើងគួរណាស់តែចាប់ឱកាសដើម្បីរៀនសូត្រនិងនៅថ្ងៃអនាគតរបស់យើងដោយសារយើងគិតថាកីឡាបដាល់មួយនេះគឺយើងមិនអាចថាយើងទៅមុខបានរហូតទេបងដោយសារយើងវាយគ្នាយើងអត់ដឹងថាខូចអ្វីមួយនៅថ្ងៃអនាគតទេអញ្ចឹងបើយើងបានការរៀនសូត្រយើងចប់ពីអាជីពមួយនេះយើងមានចំណេះដឹងយើងអាចនឹងទៅធ្វើការធ្វើងារដើម្បីរកប្រាក់ចំណូលផងដែរបងចាអរគុណចាដូចបញ្ញាបានលើកឡើងអញ្ចឹងឃើញថាកីឡាករបច្ចុប្បន្ននេះជាពិសេសគឺវ័យក្មេងតែម្ដងគឺគាត់នៅតែបន្តការសិក្សារបស់គាត់ស្របពេលជាមួយនឹងគាត់ធ្វើការវឹកហាត់ផងដែរចាឃើញថាយើងទទួលបាននៅសមិទ្ធផលជាច្រើនហើយបងអូនអាចបញ្ជាក់បានទេថាតើគិតមកដល់ពេលនេះទាំងក្នុងស្រុកនិងក្រៅស្រុកយើងទទួលបាននៅពានរង្វាន់ក៏ដូចជាខ្សែក្រវ៉ាត់ប្រហែលប្រមាណដែរបើយើងគិតពីឥឡូវយើងគិតពីក្រៅស្រុកសិនក្រៅស្រុកយើងទទួលបានពានរង្វាន់ច្រើនហ្មងដូចជាខ្សែក្រវ៉ាត់5ខ្សែមកពីក្រៅស្រុកហើយក៏ទទួលបានពាននិងមេដាយការប្រកួតក្រៅស្រុកផងដែរហើយក្នុងស្រុកយើងក៏ទទួលបានខ្សែក្រវ៉ាត់ហើយមេដាយផងដែរបងគឺខ្ញុំទៅបានសមិទ្ធផលល្អខ្លាំងច្រើនមែនទែនចាបើនិយាយទៅគឺហាត់10ឆ្នាំចា10ឆ្នាំប៉ុន្តែសាច់ដែលយើងចេញប្រកួតប្រហែលឆ្នាំដែរសាច់ចេញប្រកួតគឺខ្ទង់ល្បាក់ថា2020បង5ឆ្នាំបាទចាអូ5ឆ្នាំបានខ្សែក្រវ៉ាត់ច្រើនគ្រឿងមែនទែនចាអញ្ចឹងបើកលេសទៅកាន់កីឡាករចាស់យើងមួយចំនួនគាត់មិនទាន់ទទួលបានបែបនេះផងចាប៉ុន្តែយ៉ាងណាក៏ដោយចាគឺកូរ៉េធ្វើបានយ៉ាងល្អមែនទែនកូរ៉េធ្វើបានល្អបែបហ្នឹងហើយស្ថិតនៅក្នុងវ័យ18ឆ្នាំបែបនេះបើគាត់ជាចង់ដឹងថាកូរ៉េមានម្ចាស់ចិត្តហើយនៅបាទចាអរគុណនិយាយលេងទេប៉ុន្តែអនុស្សាវរីយ៍កន្លែងណាមួយទាំងការចេញទៅធ្វើការប្រកួតក្រៅស្រុកក៏ដូចជាក្នុងស្រុកដែលយើងមានភាពដិតដាមនិងដកជាប់ជាងគេគឺអ្វីដែលកក់ក្ដៅហើយដិតដាមនៅក្នុងអារម្មណ៍គឺលោកគ្រូគាត់តែងទៅជាមួយខ្ញុំនិងបងប្អូននៅក្នុងក្លឹបផងដែរគឺមិនថានៅក្នុងស្រុកឬក្រៅស្រុកទេគាត់តែងទៅលើកទឹកចិត្តនិងផ្ដល់ភាពកក់ក្ដៅឲ្យពួកខ្ញុំកីឡាករឲ្យមានថាយើងទៅយើងអត់មានភាពភ័យខ្លាចទេបងអញ្ចឹងអ្វីដែលជាប់អារម្មណ៍ហ្នឹងគឺលោកគ្រូដែលគាត់បានមកតាមមើលយើងហើយថែរក្សាយើងផងដែរបងចាអញ្ចឹងជាការពិតរៀងរាល់ការប្រកួតមិនប្រកាសថាយើងទទួលបានភាពជោគជ័យហើយឈ្នះរហូតទេអញ្ចឹងរៀងរាល់ទៅពេលដែលយើងបរាជ័យវិញថាតើយើងដូចថាបានថាយើងទទួលបានអ្វីពីភាពបរាជ័យរបស់យើងគឺយើងទទួលបានភាពតែថាអន់ចិត្តហើយខឹងខ្លួនឯងបងហើយយំទៅអ្វីដែលយើងខំប្រឹងវាប្រឹងអស់ហើយអញ្ចឹងយើងអត់បានទទួលអញ្ចឹងយើងមានថាយើងគិតដើម្បីរចំណុចខ្វះខាតរបស់យើងហើយទៅដល់ក្លឹបវិញយើងប្រឹងប្រែងវឹកហាត់ដែលចំណុចខ្វះខាតរបស់យើងហ្នឹងយើងប្រឹងអស់កម្លាំងកាយកម្លាំងចិត្តហើយចាំយើងយកមកសាកល្បងសាជាថ្មីបើយើងនៅអត់បានជោគជ័យទៀតយើងធ្វើវាម្ដងហើយម្ដងទៀតបងបាទត្រឹមត្រូវហើយចាពីព្រោះអីខ្លះយើងអាចនឹងបន្ទោខ្លួនឯងហើយចាប៉ុន្តែនៅពេលដែលយើងធ្វើការប្រកួតចាញ់អញ្ចឹងទៅធម្មតាគ្រូបង្វឹកគឺគាត់នៅចិត្តយើងហើយមានការស្ដីបន្ទោសទេឬមួយក៏គាត់លើកទឹកចិត្តយើងបន្ថែមគឺស្ដីបន្ទោសគឺអត់មានទេបងដោយសារគាត់ឃើញសមត្ថភាពរបស់យើងគឺយើងខំប្រឹងអស់ហើយអញ្ចឹងយើងអាចទទួលបានជ័យជំនះគាត់មានតែលើកទឹកចិត្តខំឲ្យយើងខំប្រឹងប្រែងវឹកហាត់មកជួយមើលយំទៅជួយអ្វីគ្រប់សពដូចការខ្ញុំធ្វើគីឡូប៉ះជាមួយកីឡាករជប៉ុនអញ្ចឹងបងគឺដូចកាលពេលហ្នឹងខ្ញុំធ្វើអត់ចោះខ្ញុំនៅកៅសក់ទៀតអញ្ចឹងដោយសារគាត់នៅមើលថែយើងជូនយើងទៅនេះទៅនោះហើយ
ប្រឹងរកថ្នាំសម្រកឲ្យយើងអញ្ចឹងវាយំទៅនិយាយអាម៉ាត់ថាវាបំភ្លេចអត់បានបងវានៅដកជាប់នៅក្នុងយើងចាអញ្ចឹងសរុបជារួមមកបានន័យថាអ្នកដែលរួមចំណែកជាមួយនឹងយើងដ៏សំខាន់ទទួលបានភាពជោគជ័យបែបនេះគឺគ្រូបង្វឹកចាប៉ុន្តែចំណែកផ្សេងពីនេះថាតើអ្នកណាដែលរួមចំណែករួមផ្លូវជាមួយយើងរហូតដល់យើងទទួលបានភាពជោគជ័យគឺបងប្អូននៅក្នុងក្លឹបដែលគាត់បានជួយដោយការវឹកហាត់របស់យើងតែយើងវឹកហាត់តែឯងយើងអត់មានសមត្ថភាពយើងវាមានសមត្ថភាពទេតែយើងអត់មានថាត្រូវខុសអីត្រូវធ្វើអីទៀតអញ្ចឹងយើងបានបងប្អូននៅក្នុងក្លឹបគាត់ជួយមើលថាអូធ្វើចេះបានត្រូវធ្វើចោះបានត្រូវហើយយើងបានជួយសមគ្នាចាប់គ្នាដើម្បីឲ្យបង្កើនសមត្ថភាពបង្កើនកម្លាំងទៅវិញទៅមកបងគឺបងប្អូនក្នុងក្លឹបយល់ទៅដូចថាបើចោះក្នុងភៅគ្រួសារបានដាក់បងប្អូនទៅមួយបាទចាត្រឹមត្រូវចាំពួកយើងស្រឡាញ់គ្នាចាសឹងតែយើងមានពេលជាមួយគាត់ច្រើនជាងក្រុមគ្រួសាររបស់យើងទៀតចាអញ្ចឹងសឹងតែជាអ្នករួមចំណែកដែលធ្វើឲ្យយើងឈានមកដល់ភាពជោគជ័យបែបនេះសម្រាប់ការប្រកួតនៅក្នុងស្រុកយើងវិញរៀងរាល់ការប្រកួតឧទាហរណ៍ថាដូចជាកីឡាថ្នាក់ជាតិអីជាដើមលេងឲ្យសមាគមណាដែរខ្ញុំលេងឲ្យសមាគមក្រសួងមហាផ្ទៃបងបាទគិតមកដល់ពេលនេះថាតើមានតម្រុយថាយើងនឹងចូលក្របខ័ណ្ឌនៅពេលណាដែរអត់ទាន់ដឹងដែរបងដោយសារឥឡូវយើងតែគ្រប់អាយុយើងតាមចាំចាក់ស្ដែងហ្មងចាអញ្ចឹងកំណត់អាយុទៀតចាក៏មិនគ្រប់អត់ឲ្យចូលបាទចាអញ្ចឹងរៀងរាល់ការប្រកួតនីមួយៗគឺតែងតែទទួលបាននូវភាពជោគជ័យដោយសារតែមានកត្តារួមផ្សំប៉ុន្តែបើនិយាយអំពីការវឹកហាត់របស់យើងវិញយើងធ្វើការវឹកហាត់ក្នុងមួយថ្ងៃប្រហែលម៉ោងដែរហើយយើងហាត់បដោតសំខាន់ទៅលើបច្ចេកទេសអីយើងមួយថ្ងៃយើងព្រឹកឡើងដូចជា2-3ម៉ោង3ម៉ោងជាងឡើងយើងត្រូវចំណាយពេលរត់ឆ្ងាយហើយយើងត្រឡប់មកវិញគឺយើងបុកហាត់អ្វីដែលបុកហាត់ហ្នឹងគឺយើងបង្កើនកម្លាំងស៊ូហើយកម្លាំងកាយដើម្បីភាពធន់របស់យើងដើម្បីទៅប្រកួតទៅដោយសារពួកយើងមានក្បាច់មានស្នៀតមានអីអស់ហើយអញ្ចឹងយើងនៅតែខ្វះកម្លាំងនៅកាយភាពធន់ហើយនឹងស៊ូអីអញ្ចឹងយើងបន្ថែមតែពីមុខហ្នឹងយើងអាចបញ្ចេញសមត្ថភាពខ្លាំងជាងមុនមកប្រៀបធៀបសម្រាប់ការប្រកួតទាំង kickboxing ទាំងបដាល់គុនខ្មែរទាំង MMA 3ហ្នឹងយើងគិតថាមួយណាដូចថាពិបាកជាងគេហ្មងដែលខ្ញុំគិតគឺ MMA គឺគុនចម្រោះដោយសារមិនបែរខ្ញុំហៅថាពិបាកកីឡាហ្នឹងគឺយំទៅស្អីក៏វាយបានដែរបងមិនថាយើងនៅពីលើមិនថានៅក្រោមបើយើងនៅក្រោមហើយយើងត្រូវរស្នៀតក្លេស្នៀតដោះយំទៅថាប្រើកម្លាំងរហូតបងយើងអត់មានពេលថាសម្រាប់ហើយសម្រាប់វាពេលចប់ទឹកសម្រាប់បានតែ1នាទីទៀតអញ្ចឹងពេលវាយ5នាទីអញ្ចឹងវាពិបាកដោយសារយើងតែយើងកម្លាំងអត់ដល់គឺយើងនឹងអាចបោះបង់ដែរបងចាបើសិនជាឧទាហរណ៍ថាគេក្លេយើងជាប់កយើងទៅចាញ់មកទៅមានស្នៀតមានអីដោះពិបាកចាបាទធ្លាប់ពេលខ្លះយើងប្រកួត kickboxing ឬក៏បដាល់អីធ្លាប់ច្រឡំជាមួយនឹង MMA មកប្រកួតជាមួយដែរអត់ពេលខ្លះស្នៀតរបស់យើងអត់អីទេបងដោយសារយើងបែងចែកធំទៅបាទជឿជាក់ថាកីឡាករមួយចំនួនគាត់ធ្លាប់លេងច្រើនប្រភេទកីឡាអញ្ចឹងពេលខ្លះរៀងច្រឡំដែរបាទពេលខ្លះដោយសារយើងច្រឡំមកពេលយើងវាច្រឡំអត់មក MMA យើងច្រឡំ kickboxing ជាមួយនឹងបដាគុនខ្មែរដោយសារពេលខ្លះ kickboxing មានច្បាប់ច្រើនអញ្ចឹងយើងចេះច្រឡំច្បាប់មួយបងបាទគឺថាចង់ដឹងពីប្រវត្តិរបស់គាត់យូរហើយចាពីព្រោះអីឃើញគាត់ល្បីល្បាញមែនទែនចាហើយជាពិសេសក្មេងមែនពិតតែទទួលបាននៅខ្សែក្រវ៉ាត់យ៉ាងច្រើនគ្រឿងចាជូនជាតិមាតុភូមិចាអញ្ចឹងជាក្តីបំណងរបស់យើងទៅថ្ងៃអនាគតថាតើយើងចង់ប្រកបអាជីពជាកីឡាករបែបនេះត្រឹមរយៈពេលប្រហែលឆ្នាំទៀតឬមួយក៏យើងគិតថាសមត្ថភាពពេញមាននៅបន្តសិនចាំពេលណាអស់ចាំគិតក្រោយបាទបងសម្រាប់ខ្ញុំគឺអ្វីដែលខ្ញុំនៅដល់សប្តាហ៍ថ្ងៃគឺហើយដែលខ្ញុំចង់ទៅបន្តទៅមុខអ្វីដែលខ្ញុំមានគឺដូចបងនិយាយអញ្ចឹងគឺមានសមត្ថភាពមានកម្លាំងខ្ញុំបន្តទៅរហូតដល់ពេលណាខ្ញុំគិតថាអូខ្ញុំខូចអីមួយយើងមើលមិនឃើញបងកីឡាអញ្ចឹងវាពិបាកស្មានបើយើងនៅមានកម្លាំងយើងនៅប្រកួតដល់ពេលយើងឈប់ពីប្រកួតយើងដូចផាត់សិស្សផាត់អីចឹងណាបងដូចនៅក្លឹបយើងក៏មានភ្ញៀវបរទេសគាត់មកចូលរួមប្រហាត់ដែរអញ្ចឹងយើងប្រហាត់ពួកគាត់អីចឹងណាបងបាទចាប៉ុន្តែអត់មានធ្លាប់សម័យថាយើងដូចថាកម្ពស់យើងបានដែរ1.7 ម៉ែត្រជាងអញ្ចឹងហើយយើងនៅក្មេងរករឿងសង្ហាដែរអត់មានបំណងថាចង់ដើរ Freshy អីអូនអត់បងខុសគ្នាបាទចាកូនរំលាក់យើងទៅតែប្រកាសរំសាយនៅការប្រមូលផ្ដុំជម្រើសជាតិកាលអូនជាជម្រើសជាតិលើប្រភេទកីឡាអីដែរយុទ្ធគុណចម្រុះយុទ្ធគុណចម្រុះដូចគ្នាណាអូចា
យុទ្ធគុណចម្រុះបាននិយាយទៅនៅក្នុងស្រុកយើងលោកអត់សូវមានការប្រកួតច្រើនទេប៉ុន្តែយ៉ាងណាក៏ដោយបងអូននៅតែលេងប្រភេទកីឡានេះបាទបងហើយអ្វីដែលខ្ញុំចង់និយាយមួយទៀតឥឡូវខ្ញុំចង់ស្នើសុំដល់ស្ថានីយ៍គ្រប់ស្ថានីយ៍ទាំងអស់ឲ្យដាក់បញ្ចូលនៅការប្រកួតយុទ្ធគុណចម្រុះដើម្បីឲ្យដែលអ្នកហាត់គុណចម្រុះគឺដូចជាខ្ញុំមិនថាបងផ្សេងទៀតឲ្យគាត់បានបញ្ចេញសមត្ថភាពហើយគុណចម្រុះមួយនេះយើងឃើញស្រាប់ហើយនៅក្នុងស្រុកយើងវាអត់មានទេអត់សូវមានមិនអត់មានទេវាអត់សូវមានបើយើងការខ្ញុំដែលចេញទៅប្រកួតនៅក្រៅប្រទេសគឺយើងទៅគេលើកដំកើងខ្លាំងបងគេលើកដំកើងលើគុណចម្រុះហើយវាថាបើយើងទៅប្រៀបធៀបមួយគេយើងនៅមានកម្រិតអញ្ចឹងយើងចង់ឲ្យស្នើសុំទៅស្ថានីយ៍ទាំងអស់ឲ្យយ៉ាងណាជួយដាក់គុណចម្រុះដែលហៅវាយថាវាយក្នុងទ្រុងជួយឲ្យពួកខ្ញុំបញ្ចេញសមត្ថភាពហើយនឹងបានមានបទពិសោធន៍ពេលដែលយើងមានប្រកួតនៅក្រៅប្រទេសឬប្រកួតអ្វីមួយយើងអាចមានបទពិសោធន៍ដើម្បីទៅប្រកួតមួយគេដែរបងចាអរគុណជាការពិតចាអញ្ចឹងសង្ឃឹមជឿជាក់ថាទូទាំងស្ថានីយ៍នៅក្នុងស្រុកខ្មែរយើងនឹងមានរៀបចំនៅការប្រកួតគុណចម្រុះបែបនេះហើយជាពិសេសគឺរាជរដ្ឋាភិបាលផ្ទាល់តែម្ដងចាមានទាំងក្រសួងអប់រំយុវជននិងកីឡានិងគណៈកម្មការជាតិអូឡូពិកកម្ពុជានឹងរៀបចំនៅការប្រកួតគុណចម្រុះនាពេលដូចថាក្នុងមួយឆ្នាំបានម្ដងទៅពីរដងចាដើម្បីឲ្យគាត់ឲ្យតែបានបញ្ចេញសមត្ថភាពគឺពួកយើងពេលខ្លះយើងហាត់ឲ្យបានបញ្ចេញសមត្ថភាពយើងអត់ដឹងថាសមត្ថភាពយើងនៅចំណុចណានៅពេលយើងបានបញ្ចេញសមត្ថភាពយើងខ្វះនេះខ្វះនោះអញ្ចឹងយើងអាចកែប្រែវាឡើងបងបាទបើថាយើងត្រឹមតែហាត់យើងអត់បានអនុវត្តយើងអត់ទាន់ដឹងថាយើងស្ថិតនៅក្នុងកម្រិតណាទេបាទបងបាទអរគុណចាទស្សនិកជនជាទីមេត្រីតាមពិតទៅយើងនៅមានសំណួរជាច្រើនទៀតដើម្បីធ្វើការសាកសួរជាមួយនឹងភេងសុបញ្ញាដែលហៅថាកុរមៈចន្ទរាជជាច្រើនទៀតប៉ុន្តែដោយសារតែពេលវេលាមានកំណត់ចុងក្រោយបងអូនមានជាសារអ្វីចាថ្លែងអំណរគុណឬក៏ជាការផ្ដាំផ្ញើបែបណាដែរបាទខ្ញុំបាទភេងសុបញ្ញាដែលពុកម៉ែបងប្អូនហើយខ្ញុំថាជាកុរមៈចន្ទរាជថ្ងៃនេះខ្ញុំបាទសូមអរគុណដល់ស្ថានីយ៍ទូរទស្សន៍ CNC ដែលគាត់បានហៅខ្ញុំមកជួសម្ភាសហើយក៏បានសួរពីប្រវត្តិរបស់ខ្ញុំហើយខ្ញុំបាទក៏ចង់អរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានគាំទ្ររូបខ្ញុំតាំងពីរហូតមកហើយអ្វីដែលខ្ញុំចង់ផ្ដាំផ្ញើនោះគឺបងប្អូនកីឡាករយើងដែលនៅក្មេងៗដូចខ្ញុំហើយដែលគិតថាខ្លួនឯងចង់ឈប់រៀនចង់បោះបង់ការសិក្សាចោលគឺកុំមានគំនិតបែបនេះដោយសារកីឡាយើងមិនអាចជួយយើងបានដល់ថ្ងៃមុខអីចឹងយើងត្រូវប្រឹកប្រែងខិតខំសិក្សារៀនសូត្រដើម្បីឲ្យយើងមានចំណេះចេះដឹងនៅថ្ងៃអនាគតរបស់យើងហើយខ្ញុំគឺដល់អាយុប៉ុណ្នេះក៏នៅតែបន្តការសិក្សាដែរបងដោយសារយើងពេលខ្លះដឹងស្រាប់ហើយយើងត្រូវមានជំនាញផ្សេងទៀតអញ្ចឹងសង្ឃឹមថាបងប្អូនគាត់នឹងប្រឹងប្រែងគិតឡើងវិញហើយខ្ញុំបាទសូមជូនពរឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាសុខសប្បាយសុខភាពល្អហើយទៅណាមកណាដោយសុវត្ថិភាពផងដែរបាទអរគុណច្រើនបាទចាអរគុណច្រើនចាកុរមៈចន្ទរាជដែលបានផ្ដល់បទសភានៅក្នុងកម្មវិធីចាជាពិសេសគឺមានសារផ្ដាំផ្ញើយ៉ាងពិសេសតែម្ដងទៅកាន់បងប្អូនដែលជាកីឡាករចាជាពិសេសគឺបងប្អូនអ្នកបដាល់ផ្ទាល់ចាដែលយើងបានដឹងហើយចាគឺមានពាក្យពេចន៍ជាច្រើនថាអ្នកបដាល់ភាគច្រើនរៀនមិនសូវបានខ្ពស់ចាអញ្ចឹងសង្ឃឹមជឿជាក់ថាតាមរយៈការអាចនិយាយបានថាកុរមៈចន្ទរាជគាត់ជាគំរូនៅក្នុងការជំរុញទឹកចិត្តបន្ថែមទៅដល់បងប្អូនឲ្យសិក្សារៀនសូត្រជាបន្តទៀតដើម្បីធ្វើឲ្យខ្លួនឯងផ្ទាល់ចាមាននៅចំណេះដឹងទូលំទូលាយចាយើងជាឆ្ងាយពីការមើងងាយផ្សេងហើយនឹងជាពិសេសគឺយើងអាចប្រកបរបបផ្សេងទៀតក្រៅតែពីជាអ្នកកីឡាចាហើយក៏សូមជូនពរចាកុរមៈទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់ទៀតជាពិសេសគឺដណ្ដើមបាននូវខ្សែក្រវ៉ាត់ជាបន្តបន្ទាប់ជូនជាតិមាតុភូមិរបស់យើងចាលោកនាងជាទីមេត្រីកម្មវិធីរបស់យើងនៅពេលនេះបានឈានមកដល់ទីបញ្ចប់យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការទស្សនារបស់ទស្សនិកជនតាំងពីចំណុចចាប់ផ្ដើមដល់ទីបញ្ចប់នឹងវិលជួបលោកនាងតាមពេលវេលានឹងម៉ោងដដែលខណៈពេលនេះយើងខ្ញុំទាំងពីរនាក់ក៏ដូចជាក្រុមការងារសូមអរគុណសូមជម្រាបលា